មកបងប្អូនចង់ធ្វើពោតជីឲ្យឆ្ងាញ់ខ្ញុំនឹងប្រាប់ពីវិធីធ្វើយ៉ាងម៉េចឲ្យពោតជីយើងឡើងក្លិនឈ្ងុយឈីហើយឆ្ងាញ់ខ្ទិះហ្មងបងប្អូនចានេះគឺជាគ្រឿងផ្សំដែលនាងខ្ញុំយកមកធ្វើពោតជីជាដំបូងនាងខ្ញុំដាក់ទឹកដោះគោចូលបន្ទាប់មកនាងខ្ញុំដាក់ពោតដែលខ្ញុំបានប្រឡេះរួចនឹងដើម្បីស្ងោរយើងស្ងោរប្រហែលជា10នាទីដាក់អំបិលចូលមួយចឹបចាបន្ទាប់ពីពោតយើងឆ្អិនហើយនេះខ្ញុំក៏ស្រង់ពោតនឹងចេញចាបន្ទាប់មកខ្ញុំចាក់ដាក់ចំអិនតែម្ដងហើយនេះខ្ញុំថែមទឹកដោះគោចូលចាបងប្អូនម៉ាយ៉ូណេសនេះបងប្អូនមានតែពណ៌សក៏បានដែរនេះខ្ញុំមានតែពណ៌នេះឯងហើយក៏ដាក់ទៅបន្ទាប់មកនេះខ្ញុំដាក់ឈីថ្ងៃនេះខ្ញុំមកបានឈូសទេបងប្អូននេះកាត់ដុំយកដាក់តែម្ដងចាហើយឈីនេះក្លិនឈ្ងុយបងប្អូនចាឥឡូវពោតឈីយើងឆ្អិនហើយបងប្អូនមើលបងប្អូនអើយក្លិនឡើងឈ្ងុយពេញផ្ទះហ្មងហើយញ៉ាំទៅរសជាតិខ្ទិះឈ្ងុយឈីហើយនឹងទឹកដោះគោហើយរសជាតិពោតឡើងផ្អែមពួកយើងប្រឡេះពោតថ្មីតំបេះពីដើមមកបងប្អូនមើលតំណងគួរចង់ញ៉ាំមែនតែនចាហើយអរគុណច្រើនបងប្អូនដែលបានចំណាយពេលទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាយ